មានបរិះកម្មករម្នាក់ជីកធ្យូងថ្មរាល់ថ្ងៃដើម្បីត្រឹមតែអាហារ3ពេលចំអែតកាពះហើយក្រីក្រខ្លាំងមែនតើគាត់ដឹកតូចចិត្តជាខ្លាំងហើយចំណែនជាមួយនឹងបរិះអ្នកមានដែលគាត់មើលឃើញថាហេតុអីបានជាគេមានគេមិនធ្វើការធ្ងន់ដោយគាត់កើតទុកមិនសុខចិត្តក៏ប្តឹងទៅដល់ទេវតាគាត់ប្តឹងថាទេវតាវាពិតជាមិនសមហេតុផលហើយមិនយុត្តិធម៌ទេបើសិនជាទេវតាឲ្យបរិះអ្នកមាននោះคลายទៅជាដូចខ្ញុំហើយបើគេនៅតែត្រឡប់ទៅคลายទៅជាអ្នកមានដដែលខ្ញុំនឹងឈប់រអ៊ូរទាំទៀតហើយទេវតាក៏សម្រាប់ធ្វើតាមបំណងរបស់បុរសកម្មករឈូងថ្មនោះក្នុងពេលនោះបុរសអ្នកមានធ្លាក់ខ្លួនសភាពក្រីក្រជាកម្មករជីកឈូងថ្មដោយបុរសដែលបានប្តឹងក៏បង្កើតគំនរភ្នំឈូងថ្មតូចមួយទៅឲ្យបុរសទាំងពីរដោយប្រើប្រាស់រយៈពេល1ខែនៅក្នុងការយកឈូងថ្មនោះថ្ងៃទី1បុរសកម្មករជីកបានឈូងថ្មមួយរទេះលោកបានលុយជាច្រើនហើយក៏ទិញម្ហូបអាហារឆ្ងាញ់យកទៅផ្ទះញ៉ាំយ៉ាងរីករាយចំណែកបុរសអ្នកមានដោយពុំធ្លាប់ធ្វើកិច្ចការងារធ្ងន់ជីកបានឈូងថ្មជាងកន្លះរទេះតែប៉ុណ្ណោះគាត់លោកបានលុយមកគាត់ទិញនំប៉័ងតែ2ដុំប៉ុណ្ណោះដើម្បីចំអែតក្រពះលុយដែលនៅសល់គាត់ទុកថ្ងៃបន្ទាប់បុរសកម្មករបានជីកឈូងថ្មហើយទិញម្ហូបញ៉ាំយ៉ាងឆ្ងាញ់ដូចរាល់ដងចំណែកបុរសដែលធ្លាប់ជាអ្នកមានគាត់បានប្រើប្រាស់លុយដែលនៅសល់ជួលបុរសកម្មករដែលមានមាឌធំ2នាក់មកធ្វើកិច្ចការងារជីកឈូងថ្មជាមួយនឹងគាត់ដោយគាត់មិនបានប្រើប្រាស់កម្លាំងធ្ងន់ទេគាត់គ្រាន់តែមើលការខុសត្រូវចាត់ចែងនិងរៀបចំទៅលើអ្វីដែលត្រូវធ្វើទៅឲ្យបុរស2នាក់នោះថ្ងៃបន្ទាប់បុរសអ្នកមានគាត់បានចាត់ចែងលុយជួលបុរសដែលមានមាឌធំកម្លាំងមាំចំនួន4នាក់បន្តដើម្បីធ្វើកិច្ចការងារដឹកជញ្ជូនឈូងថ្មបានលុយដល់មហាសាលគាត់ក៏ចាប់ផ្ដើមបង្កើតនៅចំនួនវិនិយោគទៅលើមុខរបរមួយទៀតចំណែកបុរសដែលជាកម្មករក្រីក្រគឺនៅតែមានជីវភាពដដែលធ្វើការដូរកម្លាំងដើម្បីបានបាយ3ពេលតែប៉ុណ្ណោះរឿងនេះឆ្លុះបញ្ចាំងថាមានឬក្រគឺវាអាស្រ័យទៅលើផ្នត់គំនិតលុយអស់អាចរកមកវិញបានតែការចាត់ចែងលុយការគ្រប់គ្រងលុយការប្រើប្រាស់លុយឲ្យបានត្រូវនិងចេះប្រើលុយឲ្យធ្វើការយើងគឺជារឿងសំខាន់បំផុតវាឆ្លុះបញ្ចាំងនៅផ្នត់គំនិតជាច្រើនទៀតដែលបងប្អូនអាចយកទៅមើលជាប្រយោជន៍ហើយបើសិនជាយើងឆ្លុះបញ្ចាំងទៅលើការរស់នៅប្រចាំថ្ងៃជីវិតគេជីវិតយើងនឹងមើលឃើញច្បាស់ទៅលើហេតុអ្វីបានជាអ្នកដែលមានកាន់តែមានហើយអ្នកដែលធ្លាក់ខ្លួនមួយចំនួនក៏គាត់អត់នៅយូរដែរគាត់នឹងឡើងត្រឡប់ទៅលើវិញអញ្ចឹងខ្ញុំសង្ឃឹមថារឿងអប់រំមួយនេះនឹងជួយបងប្អូនជាប្រយោជន៍នៅក្នុងការផ្លាស់ប្ដូរផ្នត់គំនិតផ្លាស់ប្ដូរការគិតក៏ដូចជាចាត់ចែងសាច់ប្រាក់ឲ្យបានល្អបំផុតធ្វើការឲ្យយើងវិញហើយក្នុងរឿងនីតិដែលខ្ញុំបានស្ដាប់នេះដែរក៏គេឆ្លុះបញ្ចាំងទៅលើចំណុចដែលភ្ជាប់ជាមួយនឹងរឿងនេះទៅលើសត្វឆ្កែបើសិនជាយើងដាក់ឆ្អឹងជាមួយនឹងលុយវាច្បាស់ជាជ្រើសរើសយកឆ្អឹងវាអត់យកលុយឯព្រោះវាអត់ដឹងថាលុយនោះបានប្រយោជន៍ទិញឆ្អឹងរាប់រយដុំឲ្យវាទេអញ្ចឹងសម្រាប់អ្នកដែលគាត់កំពុងតែមានដើមទុនតេកហើយចង់បង្កើននៅមុខរបរចង់បង្កើតនៅអាជីវកម្មដើម្បីបង្កើនចំណូលមួយប្រភពបន្ថែមទៀតឆ្លៀតពេលត្រឹម2ម៉ោងដើម្បី live លក់ធ្វើវីដេអូកាត់តវីដេអូដើម្បីលក់ទៅលើរបរលក់អាវគិតអាចតំណង inbox មកដើម្បីចាទទួលបានតម្លៃពិសេសកាត់យកពី50អាវទៅ100អាវទៅយកទៅលក់ដឹងតែចំណេញហ្មងហើយបើសិនជាអ្នកទាំងអស់គ្នាអត់ចេះ live អត់ចេះថតក៏ដូចជាកាត់តវីដេអូឲ្យច្បាស់ល្អអាចតំណង inbox ប្រឹក្សាយោបល់មកឥឡូវបានណាជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ